និយមឲ្យជួយសង្គមទេពិបាកនឹងដោះស្រាយបងឥឡូវខ្ញុំលើកឧទាហរណ៍មួយជាក់ស្ដែងណាខ្ញុំបរិញ្ញាបត្រភាពជាអ្នកដឹកនាំដល់បងប្អូនកាលពីឆ្នាំ2010រាល់ថ្ងៃអាទិត្យខ្ញុំសួរបងប្អូននៅមករៀនខ្ញុំសួរដល់បងប្អូនឃើញសង្គមយើងមានបញ្ហាអីខ្លះគាត់ថាអយុត្តិធម៌ខ្លាំងណាស់ដំណោះស្រាយទៅម៉េចគាត់ថាត្រូវតែកែតម្រង់ដល់ពេលខ្ញុំសួរទៅបងប្អូនវិញខ្ញុំសួរចាប់បងប្អូនរៀនឆ្នាំទីប៉ុន្មាននៅមហាវិទ្យាល័យណាគាត់ថារៀនយ៉ាងច្បាប់ខ្ញុំថាអញ្ចឹងត្រូវល្អមែនទេពីទស្សនៈបងប្អូនចង់ធ្វើកំណែតម្រង់ប្រព័ន្ធយុត្តិធម៌ដើម្បីឲ្យមានយុត្តិធម៌សង្គមស្មើមុខគ្នាចំពោះមុខច្បាប់នីតិរដ្ឋជាពាក្យដែលយើងសូត្រគ្រប់គ្នាដល់ពេលសួរលំអិតពីព្រោះការប្រជែកគេរៀនសួរលំអិតសួរបងប្អូនបងប្អូនរៀនចប់ខាងច្បាប់ចង់ធ្វើអីចង់ធ្វើមេធាវីសួរតែហេតុអីបងប្អូនចង់ធ្វើមេធាវីអានឹងរលួយបានលោកគ្រូដល់ពេលឮចម្លើយហ្នឹងចាប់បាត់ពីព្រោះស្មារតីដែលនិយាយថាពីមុនមកថាចង់កែតម្រង់ប្រព័ន្ធយុត្តិធម៌ចង់ឃើញសង្គមយុត្តិធម៌រៀនច្បាប់ចេញមកចង់ធ្វើមេធាវីព្រោះរលួយបានអូនឯងសង្ឃឹមលើអីទៀតអានឹងគ្រាន់ជាឧទាហរណ៍មួយដល់បងអូនមួយទៀតខ្ញុំសួរបងអូនចេះតែតូចចិត្តចេះតែខឹងរឿងវិស័យសុខាភិបាលអត់លុយគ្មានណាមើលហើយបងអូនរៀនខាងពេទ្យហេតុអីបងប្អូនរៀនខាងពេទ្យលោកគ្រូសម្បូរការងារធ្វើរលុយបានទៀតគ្រាន់តែលឺចម្លើយទាំងអស់ហ្នឹងណាក្នុងនាមខ្ញុំជាអ្នកបដោះបដោធ្លាក់ថ្លើមក្តុកហ្មងបងពី2010គាត់អាយុប្រហែលជា8 10 20ឥឡូវហ្នឹង2025 15ឆ្នាំក្រោយគាត់អាយុ35ប្រហែលគាត់ចេញធ្វើមេធាវីកំពុងតែកើបលុយហើយយ៉ាងប្រហែលជាចេញជាពេទ្យកំពុងតែយកលុយហើយមិនដឹងដូច្នេះសួរថាពេលណាបានចាប់ដើមធ្វើកំណែតម្រង់សង្គមពិតប្រាកដពាក្យថាកែតម្រង់តលមានចំណុចចាប់ដើមសួរថាចាប់ដើមពេលណាចាប់ដើមពីខ្លួនយើងហើយបើម្នាក់អត់ព្រមចាប់ដើមមកបងអូនចេះតែស្រែកដល់បាច់កូនកទៀតទៅកែមិនរួចដែរ